យើងជាទូទៅការគិតសំខាន់ណាដែលគេហៅថាផ្នត់កំណត់នឹងព្រោះផ្នត់កំណត់នឹងវាជាក្របពូជវាដូចជាប្រភេទបើយើងនិយាយពីក្របពូជវាដូចគ្រាប់សណ្ដែកគ្រាប់ល្ងគ្រាប់ស្រូវអញ្ចឹងណាបើយើងចង់ដាំល្ងតើយើងមានគ្រាប់ល្ងយើងដាំសណ្ដែកតើយើងមានគ្រាប់សណ្ដែកយើងដាំស្រូវតើតែមានគ្រាប់ស្រូវមិនយើងដាំបានចំណែកសកម្មភាពដែលយើងចេញមកនោះវាកើតចេញពីផ្នត់កំណត់ដែលជាក្របពូជនឹងដូចគ្នាដែរហ្នឹងអញ្ចឹងបើសិនជាក្របពូជរបស់យើងអត់ត្រឹមអត់ល្អអញ្ចឹងផ្នត់កំណត់របស់យើងអត់ល្អទេសកម្មភាពរបស់យើងក៏អត់ល្អដែរព្រោះផ្នត់កំណត់នឹងកត្តាមួយដែលជាហត្ថពលទៅលើផ្នត់គំនិតដែរគឺតាក់ទងទៅនឹង role model ហ្នឹងចង់និយាយមនុស្សជាគំរូណាដែលយើងយកគាត់ជាគំរូចឹងដល់ពេលដូចមកថាយើងយកនរណាម្នាក់ជាគំរូថាឧបមាថាក្នុងភូមិនឹងយើងទៅសើបរោះម្នាក់ទាំងគាត់បកកែផឹកគាត់ផឹកណាក៏អត់ដែរចាញ់គេដែរអញ្ចឹងធ្វើឲ្យយើងអា mindset របស់យើងនឹងចង់ធ្វើខ្លួនឯងធ្វើឲ្យបកកែផឹកដើម្បីឲ្យទទួលការសរសើរដូចដែលយើងមោទនភាពនៅលើគេអញ្ចឹងដូចវាថាយើងមោទនភាពគេនឹងប្រហោះម៉ូតូអញ្ចឹងក្នុងចិត្តយើងគឺធំធ្វើម៉េចឲ្យបានបកកែប្រហោះម៉ូតូព្រោះយើងគិតថាការប្រហោះម៉ូតូនឹងអស្ចារ្យព្រោះយើងមើលទៅអ្នកប្រហោះម៉ូតូនឹងអស្ចារ្យមែនតើនៅក្នុងចិត្តយើងអានឹងជា role model មួយរបស់យើងហូចសម្ដេចយើងសង្កេតមើលទៅលើដូចសិស្សបកកែអញ្ចឹងស្អី role model របស់សិស្សបកកែវាចិនសិស្សបកកែដូចគ្នាអញ្ចឹងសិស្សច្បងមុនដែលគាត់បកកែអញ្ចឹងទៅធ្វើឲ្យយើងដែលជាសិស្សជំនាន់ក្រោយហ្នឹងឃើញគាត់បកកែយើងគិតថាអស្ចារ្យអ្នកបកកែអញ្ចឹងយើងចាប់បានសិក្សាថាគាត់ធ្វើអីខ្លះបានគាត់ខ្លាចជាសិស្សបកកែអញ្ចឹងធ្វើឲ្យយើងខំប្រឹងដូចគាត់អញ្ចឹងដែរហូចចំណែកអ្នកដែលធ្វើការបានឡើងឋានៈធំភាគច្រើនដោយសារគាត់មាន role model គាត់អាចថារៀមច្បងរបស់គាត់នៅក្នុងសាលារបស់គាត់ឬក៏អាចថាមនុស្សផ្សេងទៀតដែលគាត់ស្គាល់អីចឹងឬក៏មិត្តភ័ក្តិរបស់គាត់អីចឹងទៅដែលធ្វើការបានខ្លាំងបានឡើងឋានៈធំអញ្ចឹងជា role model ណាអញ្ចឹងគាត់គិតថាអស្ចារ្យបានធ្វើការឡើងធំអញ្ចឹងធ្វើគាត់ខំប្រឹងដែរធ្វើយ៉ាងណាដើម្បីឲ្យឡើងទៅលើធំអញ្ចឹងដូចគ្នាដែរហើយចំណែកទៅការរស់ស៊ីក៏ដូចគ្នាដែរយើងមើល role model របស់យើងគិតថាគេធ្វើមិនបានអូគេធ្វើយ៉ាងអស្ចារ្យក្នុងចិត្តយើងអញ្ចឹងយើងនឹងខិតខំដូចគ្នាដែរប៉ុន្តែនៅពេលដែលយើងអត់ឲ្យតម្លៃទៅលើរឿងហ្នឹងវិញអញ្ចឹងធ្វើឲ្យយើងអត់ខំប្រឹងទេអាហ្នឹងមួយទៀត role model មួយទៀតវាជាអត្តពលទៅមនុស្សជុំវិញខ្លួនយើងដូចយើងសរសើរនរណាម្នាក់ឲ្យមនុស្សជុំវិញខ្លួនយើងឮថាអូអ្នកនេះអស្ចារ្យអញ្ចេះអស្ចារ្យអញ្ចឹងក្មេងៗយកមកថាយើងជាបងណាខ្ញុំគាត់ថាយើងជាបងឬក៏យើងជាអាណាព្យាបាលជាឪពុកម្ដាយដែលមានកូនអញ្ចឹងយើងសរសើរបុគ្គលណាមួយមុខកូនយើងធ្វើឲ្យកូនប្អូនហ្នឹងគាត់ជាកដាសអញ្ចឹងគាត់ទទួលបានថាអូរឿងហ្នឹងអស្ចារ្យធ្វើនឹងបានណាអញ្ចឹងគាត់នឹងខំសម្រួលផ្លូវចិត្តរបស់គាត់មួយថ្ងៃបន្តិចដើម្បីទៅធ្វើរឿងហ្នឹងដែរដើម្បីទទួលបានការសរសើរដូចគ្នាដែរវាជា role model មួយដែលគាត់គិតថាអស្ចារ្យចំពោះខ្លួនគាត់ណាអញ្ចឹងក្នុងការសរសើរបុគ្គលណាម្នាក់ឲ្យតម្លៃបុគ្គលណាម្នាក់យើងត្រូវតែមានការប្រយ័ត្នប្រយែងព្រោះវាប៉ះពាល់ណាមិនត្រឹមតែខ្លួនយើងទេវាប៉ះពាល់ទៅដល់ប្អូនកូនឬក៏អាចប្តីប្រពន្ធដែលនៅជាមួយគ្នាក៏អាចប៉ះពាល់ដែរឥឡូវឧទាហរណ៍មួយថាប្តីចូលចិត្តសរសើរអ្នករីអញ្ចេះល្អអ្នករីអញ្ចោះល្អមុខប្រពន្ធអីចឹងណាយូរប្រពន្ធអាចនឹងធ្វើទៅជាអញ្ចឹងដូចគ្នាចឹងដែរហើយប្រពន្ធក៏ចឹងដែរសរសើរអូគេនេះគេធ្វើចេះល្អគេធ្វើចោះល្អអញ្ចឹងណាធ្វើដល់ពេលយើងសរសើរអញ្ចឹងទៅធ្វើឲ្យប្តីណាប្តីខ្លួនឯងហ្នឹងគាត់ធ្វើនឹងទៅធ្វើអញ្ចឹងដូចគ្នាចឹងដែរព្រោះដោយសារឲ្យមើលទៅវាអស្ចារ្យអញ្ចឹងណាក្នុងចិត្តអញ្ចឹងខ្លួនឯងចេះគិតថាកន្លែងនឹងអស្ចារ្យអញ្ចឹងទៅហើយបើសិនមួយទៀតសរសើរខុសរឿងធ្វើឲ្យគាត់យកធ្វើជាគំរូខុសអាហ្នឹងក៏ជាបញ្ហាមកថាគាត់ធ្វើអីមួយឧទាហរណ៍ថាគាត់ធ្វើអីមួយអញ្ចឹងយើងសើគាត់ថាអូយគាត់ឆ្លាតណាអញ្ចឹងចេះអត់រៀនក៏ចេះដែរអញ្ចឹងថ្ងៃក្រោយគាត់អត់សូវហ៊ានរៀនទេគាត់ខ្លាចដល់ពេលគាត់ខំរៀនទៅគាត់ចេះទៅដល់សារគាត់ខំអញ្ចឹងខ្លាចគេថាគាត់អន់អញ្ចឹងគាត់អត់ហ៊ានរៀនទេតែគាត់ចង់ចេះដល់គាត់មិនរៀនយូរទៅគាត់ខ្សោយទៅអញ្ចឹងទៅហើយមួយទៀតយើងឃើញគាត់រស់ស៊ីបោកប្រាស់គេទៅមានអីចឹងណាឬក៏ចំណេញច្រើនអញ្ចឹងយើងទៅសារថាអូយឆ្លាតនេះរស់ស៊ីឆ្លាតហ្មងម្នាក់នឹងរស់ស៊ីឆ្លាតណាមានអញ្ចឹងធ្វើឲ្យម្នាក់នឹងរស់ស៊ីចង់ទៅបោកប្រាស់គេទេព្រោះដើម្បីឲ្យគេសរសើរថាខ្លួនឯងឆ្លាតខ្លួនឯងបកកែអញ្ចឹងណាចឹងអត់ហ៊ានរស់ស៊ីធំត្រូវឯងខ្លាចរស់ស៊ីធំត្រូវទៅមានទៅក៏គេអត់សរសើរតែខ្លួនឯងឆ្លាតដែរហើយមួយទៀតនៅពេលដែលឃើញធ្វើធំត្រូវអីចឹងណាត្រូវបានគេបោកអីតិចតួចឬក៏អីតិចតួចគេថាល្ងងណាអូយឲ្យគេបោកណាណីចឹងធ្វើឲ្យមនុស្សខ្មាស់អៀនក្នុងការធ្វើរឿងធំត្រូវអត់ហ៊ានធ្វើរឿងដែលត្រឹមត្រូវទេព្រោះខ្លាចហ្មងខ្លាចថាគេថាអញ្ចឹងយើងត្រូវគិតត្រឡប់មកវិញថាតើ role model ដែលយើងរើសយកមកដាក់ខ្លួនយើងនិង role model ដែលយើងអាសាសរសើរឲ្យមនុស្សជុំវិញខ្លួនយើងឃើញឮហ្នឹងជាប្រភេទបែបណាគិតឡើងវិញព្រោះអាហ្នឹងវាជាអត្តពលទៅលើផ្នត់គំនិតព្រោះផ្នត់គំនិតគឺជាក្របពូជនៃសកម្មភាពអញ្ចឹងតើសកម្មតើដាក់ក្របពូជមិនវាចេញសកម្មភាពអញ្ចឹងហើយអញ្ចឹងត្រូវតែប្រយ័ត្នប្រយែងមែនតើកន្លែងចំណុចអស់ហ្នឹងព្រោះខ្ញុំឃើញអាណាព្យាបាលមួយចំនួនគាត់អត់តន់ជឿកន្លែងហ្នឹងក៏គាត់ធ្វើខុសច្រើនដែរបងមួយចំនួនក៏ធ្វើខុសចំពោះប្អូនអញ្ចឹងដែរឪពុកប្តីប្រពន្ធក៏អាចមានខុសខ្លះដែរកន្លែងករណីអញ្ចឹងណាអញ្ចឹងធ្វើឲ្យ focus ខុសរឿងធ្វើឲ្យប្តីនោះខ្ចង់លើរឿងខុសធ្វើឲ្យប្រពន្ធនោះខ្ចង់លើរឿងខុសអញ្ចឹងណាខុសសកម្មភាព
នឹងខ្ញុំសង្ឃឹមថាការចែករំលែកហ្នឹងបានផ្ដល់ជាចំណេះដឹងបន្ថែមក្នុងការពិចារណាដល់បងប្អូនអរគ្នា